នេះមិនមែនជាមេរោគធម្មតាទេវាគឺជាមេរោគซอมบี้ត្រជាក់ខ្លាំងពួកគេមិនខ្លាចត្រជាក់ទេវាកាន់តែត្រជាក់ពួកវាកាន់តែរំភើបខ្ញុំដាក់ចង្កឹះរបស់ខ្ញុំទីបំផុតនៅទីនេះខ្ញុំក្រោកឈរហើយដើរទៅផ្ទាំងបញ្ជាហើយចុចប៊ូតុងក្រហមរបៀបការពារការជូនដំណឹងកម្រិតមួយត្រូវបានធ្វើឲ្យសកម្មរបងអគ្គិសនីតង់ស្យុងខ្ពស់នៃខ្សែការពារបរិវេណទី1បានបើកភ្លើងភ្លាមធ្នូពណ៌ខៀវនៅក្នុង Blizzard ខ្ញុំលើកកែវស្រារបស់ខ្ញុំឡើងឈរស្ទើរទៅ Blizzard នៅលើអេក្រង់ឃ្លាំមើលសូមស្វាគមន៍មកកាន់ឋាននរកភ្ញៀវរបស់ខ្ញុំ Blizzard នៅតំបន់ជីក្រុងភាគខាងលិចបានវិវត្តទៅជាមហន្តរាយពណ៌ស្ដែលអាចមើលឃើញក្រោម5ម៉ែត្ររថយន្ត BMW 5ពណ៌ស្ដូចជាស្រវឹងបានវាយ៉ាងលំបាកនៅតាមផ្លូវដែលមានព្រៅធ្លាក់ជម្រៅកន្លះម៉ែត្រហេតុអ្វីបានជាយើងមិននៅទីនោះអ្នកមិនបាននិយាយថាវាមានតែ20គីឡូម៉ែត្រឆ្លោអង្គុយលើកៅអីអ្នកដំណើររុំដោយភួយចុះក្រោមនៅតែត្រជាក់ខ្លាំងធ្មេញរបស់នាងបានផ្ទុះឡើងយ៉ាងខ្លាំងគុំខឹងដៃរបស់ Ryan នៅលើដៃចង្កូតបានបាត់បង់អារម្មណ៍ទាំងអស់គ្រប់ដណ្ដប់ដោយពណ៌ស្វាយព្រើលពណ៌ខៀវ Gibbs និយាយថាវានៅខាងមុខយ៉ាប់ណាស់ខ្ញុំមិនឃើញផ្លូវតតែសោះបែកធ្លីខ្ទេចមួយកំណាត់ខ្លួនរថយន្តស្រាប់តែក្រឡាប់តែម្ដងក្រោមរថយន្តបានជាប់គាំងលើដុំទឹកកកនៅកណ្ដាលផ្លូវឡានខូច Ryan វីចង្កូតយ៉ាងអស់សង្ឃឹមប៉ុន្តែដៃរបស់គាត់ប៉ះនឹងគម្របស្បែករឹងទឹកកកធ្វើឲ្យគាត់ក្រៀមក្រំដោយការជឿចាប់អ្វីឃ្លោស្រែកតើអ្នកចង់ឲ្យខ្ញុំស្លាប់នៅទីនេះទេ Ryan អ្នកបិទមាត់គ្មានប្រយោជន៍បើអ្នកមានសមត្ថភាពខ្លាំងអ្នកបើកឡាន Ryan ផ្ទុះផងដែរសភាពគត់នៃការរស់រានមានជីវិតបានយកឈ្នះលើការក្លែងបន្លំធម្មតារបស់គាត់ចេញស្រមោលងឹតនៅខាងមុខគួរតែជារោងចក្រយើងនឹងដើរអ្នកទាំងពីរមិនមានជំរឿផ្សេងទេឥឡូវនេះជាប់ក្នុងរថយន្តបានន័យថាត្រជាក់ដល់ស្លាប់ពួកគេបានរំភួយយ៉ាងតឹងហើយបានជំពប់ដួលចូលទៅក្នុង Blizzard ដូចជា Penguin ពីរដ៏ច្របូកច្របល់សួតរបស់ពួកគេត្រជាក់ដង្ហើមនៃទារុណកម្មយឺត500ម៉ែត្រជាធម្មតាការដើរពី3នាទីតែគេបានចំណាយពេលកន្លះម៉ោងនៅពេលរោងចក្រនោះបានបង្ហាញខ្លួននៅចំពោះមុខពួកគេទាំងពីរបានលូនជង្គង់របស់ពួកគេទៅកាន់ច្រកទ្វារធំប៉ុន្តែកន្លែងមុនពេលពួកគេធ្វើឲ្យពួកគេភ្ញាក់ផ្អើលនេះមិនមែនជារោងចក្រដែលគេបោះបង់ចោលទេនេះច្បាស់ជាបន្ទាយដែកដែលមានការការពារយ៉ាងល្អពិសេសឆ្លោបានប្រញាប់ប្រញាល់ទៅកាន់ទ្វារដែកដ៏រឹងមាំដ៏ធំដោយវាយទៅលើទ្វារយ៉ាងឃ្លាវខ្លា FN ខ្ញុំដឹងថាអ្នកនៅទីនោះបើកទ្វារ FNV ជាឆ្លោ FNV ជា Ryan ពួកយើងជាគ្រួសារធ្វើមិនដេចទុកឲ្យយើងស្លាប់អ្នកទាំងពីរស្រែកថាស្អប់ប៉ុន្តែសំឡេងរបស់គេត្រូវបានលេបចូលយ៉ាងលឿនដោយខ្យល់បក់បោកនៅខាងក្នុងខ្ញុំបានអង្គុយលើសាឡុងស្បែកដ៏ធំដែលប្រឈមមុខនឹងជញ្ជាំងនៃអេក្រង់ឃ្លាំមើលនៅលើពួកវាស្រមោលពណ៌ក្រហមពីរទល់នឹងច្រកទ្វារដូចជាសត្វព្រួយដ៏គួរឲ្យអាណិតចំនួនពីរក្បាលនៅក្បែរខ្ញុំប្រេងក្រហមបានពុះក្នុងឆ្នាំងក្តៅតូចមួយបញ្ចេញក្លិនហឹរគួរឲ្យចង់ញ៉ាំប្រព័ន្ធប៉ាក់វាគ្មិនខាងក្រៅបានបញ្ជាឲ្យដំណើរការដោយស្ងប់ស្ងាត់អូប៉ាឡនៅខាងក្រៅបញ្ចេញសំឡេងធ្វើឲ្យអ្នកទាំងពីរភ្ញាក់ផ្អើលពេលនោះសំឡេងស្ងប់ស្ងាត់ខ្ជិលច្រអូសជាមួយនឹងការលេងសើចបន្លឺឡើងតាម Blizzard តើវាជានរណាដឹងអត់ថារំខានមនុស្សកណ្ដាលយប់គឺខុសច្បាប់លឺសំឡេងនេះទឹកភ្នែកស្រក់លើមុខចូលភ្លាម FNV ជាខ្ញុំប្អូនស្រីរបស់អ្នកបើកទ្វារវាត្រជាក់នៅទីនេះយើងស្លាប់ហើយបងស្រីហឺសំឡេងខ្ញុំនៅតែមិនញាប់ញ័រអំដោយសំឡេងលាន់ឡើងថេសពុះវៀនទានេះត្រូវបានចំអិនលើបន្តិចតើអ្នកណាថាអ្នកនៅខាងក្រៅCloster តែញាក់ខ្ញុំត្រជាក់ដូចឆ្កែនៅទីនេះហើយអ្នកកំពុងញ៉ាំឆ្នាំងក្តៅនៅខាងក្នុងនឹងពុះវៀនទាបន្តិចទេក្លិនដ៏ឈ្ងុយឆ្ងាញ់នោះធ្វើឲ្យនាងស្រក់ទឹកមាត់ភ្លាមក្រពះរបស់នាងញាប់ញ័រអេថានឈប់លេងល្ងងខ្ញុំដឹងថាអ្នកអាចស្ដាប់ខ្ញុំនៅពេលដែលឆ្លោដែលជាប្អូនស្រីតែមួយរបស់អ្នកបើកទ្វារពេលដែលខ្ញុំនៅខាងក្នុងខ្ញុំនឹងពន្យល់អ្វីទាំងអស់ពីមុនវាជាការយល់ច្រឡំទាំងអស់ការយល់ច្រឡំខ្ញុំទម្លាក់ចង្កឹះលើកមីក្រូហ្វូនហើយមើលមុខដែលខូចនោះនៅលើអេក្រង់ភ្នែកខ្ញុំត្រជាក់ភ្លាមប្រាប់ខ្ញុំឲ្យបេះបិទវាជាការយល់ច្រឡំឬថាអ្នកធ្វើឲ្យខ្ញុំស្លាប់ដូចឆ្កែនៅចំពោះមុខអ្នកក៏ជាការយល់ច្រឡំនោះគ្រាន់តែជាកំហឹងនិយាយឆ្លោភ័យស្លន់ស្លោ FN អ្នកជាមនុស្សប្រុសហេតុអីក៏តូចម្លេះពីមុនខ្ញុំខុសខ្ញុំសុំទោសឥឡូវនេះខ្ញុំសុំទោសយល់ព្រមឥឡូវនេះបើកទ្វារនេះមិនមែនជាការសុំទោសទេវាជាការបញ្ជាក្នុងចិត្តរបស់នាងដរាបណានាងបន្ទាបក្បាលហើយនិយាយពាក្យ3ម៉ាត់នេះខ្ញុំត្រូវតែអត់ទោសឲ្យនាងនោះជាច្បាប់អស់20ឆ្នាំអាក្រក់ណាស់ច្បាប់បានផ្លាស់ប្ដូរបើការសុំទោសបានផលតែយើងត្រូវការប៉ូលីសដើម្បីអ្វីខ្ញុំបានសើចចំអកហេតុអ្វីបានជាអ្នកមិនសាកល្បងសមត្ថភាពខ្លាំងរបស់អ្នកតើអ្នកមិនមានប្រព័ន្ធលុបបំបាត់ទេពាក្យទាំងនេះបានវាយប្រហារឆ្ងល់ដូចជាភ្លេចបន្ទោត្រូវហើយខ្ញុំមានសមត្ថភាពហេតុអ្វីខ្ញុំគួរអង្វរគាត់មិនអីទេបើគាត់មិនបើកទេខ្ញុំនឹងបើកដោយខ្លួនឯងកុំអង្វរខ្ញុំពេលក្រោយ